ហើយអ្វីបានជាការគោរពកោតខ្លាចព្រះជាម្ចាស់ជារឿងសំខាន់និងចាំបាច់ដែលយើងជាអ្នកជឿលើព្រះអង្គត្រូវអនុវត្តហើយត្រូវស្វែងយល់ពីរបៀបដ៏ត្រឹមត្រូវនៃការគោរពព្រះដោយកោតខ្លាចមានខគម្ពីរជាច្រើនបានលើកទឹកចិត្តឲ្យយើងគោរពកោតខ្លាចព្រះជាម្ចាស់តើរបៀបណាដែលបង្ហាញពីការគោរពកោតខ្លាចព្រះជាម្ចាស់ការគោរពកោតខ្លាចព្រះជាម្ចាស់គឺជាការឲ្យតម្លៃគោរពផ្ដល់កិត្តិយសសរសើរដំកើងថ្វាយបង្គំទ្រង់ឲ្យអស់ពីចិត្តគំនិតប្រលឹងនិងវិញ្ញាណដើរជាមួយព្រះអង្គដោយបន្ទាបខ្លួនចុះចូលចំពោះព្រះនិងមនុស្សគោរពអ្នកដឹកនាំដែលទទួលបានសិទ្ធិអំណាចពីព្រះស្ដាប់បង្គាប់ព្រះយកចិត្តទុកដាក់ចំពោះព្រះបន្ទូលនិងព្រះវត្តមានទ្រង់ត្រូវងាកចេញពីការត្អូញត្អែរឬរអ៊ូរទាំងាកចេញពីការអាក្រក់ទាំងចិត្តគំនិតកាយវិការនិងពាក្យសម្ដីងាកចេញអំពីអំពើបាបភាពអយុត្តិធម៌និងអ្វីៗដែលព្រះមិនសប្បុរសតីតើមានអត្ថប្រយោជន៍អ្វីខ្លះនៅពេលដែលយើងរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះមានភាពពេញវ័យនៅក្នុងសេចក្តីជំនឿនិងដើរតាមគំរូរបស់ព្រះទទួលបានកេរដំណែលអស់កលការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រភពនៃការចេះដឹងព្រះគម្ពីរសុភាសិតជំពូក1ខ7អ្នកណាគោរពកោតខ្លាចព្រះអង្គម្ចាស់ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើសព្រះគម្ពីរទំនុកដំកើងជំពូក25ខ12ហើយការគោរពកោតខ្លាចព្រះអង្គម្ចាស់ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នកព្រះគម្ពីរអេសាយជំពូក33ខ6មនុស្សរៀបសារតែងតែគោរពកោតខ្លាចដល់ព្រះអង្គម្ចាស់គេនឹងទទួលទ្រព្យសម្បត្តិកិត្តិយសនិងមានអាយុវែងព្រះគម្ពីរសុភាសិតជំពូក22ខ4ទាំងអស់នេះជារបៀបនិងអត្ថប្រយោជន៍តែមួយផ្នែកប៉ុណ្ណោះនៅពេលដែលអ្នកមានបទពិសោធន៍ផ្ទាល់ជាមួយព្រះអង្គម្ចាស់អ្នកនឹងដឹងថាមានរបៀបរស់នៅព្រះពរនិងព្រះគុណជាច្រើនហូរហៀរដែលព្រះបានផ្ដល់ដល់អ្នកសូមចាំថាត្រូវរស់នៅដោយការគោរពកោតខ្លាចព្រះជាម្ចាស់យកចិត្តទុកដាក់នឹងព្រះបន្ទូលទ្រង់ផ្ដល់កិត្តិយសចំពោះព្រះវត្តមានទ្រង់បម្រើព្រះជាម្ចាស់តាមរបៀបដែលគួរព្រះハរតីទ្រង់នោះអ្នកនឹងឃើញព្រះវត្តមានទ្រង់ព្រះជាស្ដេចនិងការអស្ចារ្យកើតឡើងក្នុងជីវិតអ្នក